សួស្តីបងប្អូនប្រជាកសិករជាទីរាប់អានថ្ងៃនេះយើងសូមលើកមកបង្ហាញជូននៅខ្សែវីដេអូមួយដែលនិយាយអំពីវិធីសាស្ត្រនៃការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសាររបស់កសិករគំរូម្នាក់រស់នៅភូមិអូកន្ធរជើងឃុំអូកន្ធរស្រុកស្ទឹងសានខេត្តកំពង់ធំនេះគឺអ្នកស្រីលឹងលូនដែលមានបច្ចេកទេសនិងបទពិសោធន៍ក្នុងការចិញ្ចឹមមាន់ទទួលបានជោគជ័យដែលធ្វើឲ្យជីវភាពគ្រួសាររបស់គាត់មានការរីកចម្រើនធូរធារជាងមុនមួយកម្រិតខ្ញុំចិញ្ចឹមមាន់ពីដំបូងពីថ្ងៃទី6ខែ7 2014កាលពីដំបូងខ្ញុំទទួលមាន់កម្រង20ក្បាលដល់ពេលបាន3ខែខ្ញុំបាន130ក្បាលហើយការចិញ្ចឹមមាន់អត់ពិបាកទេអ្នកស្រុកអ្នកភូមិក៏ចិញ្ចឹមបានដូចខ្ញុំដែរនៅក្នុងខ្សែវីដេអូយើងនឹងផ្ដល់ជូនលោកអ្នកនៅរឿងពិតជាក់ស្ដែងដើម្បីងាយយល់អំពីការអប់រំដែលផ្ដល់ដោយកសិករនិងអ្នកជំនាញរបស់យើងមិត្តកង្កែបរបស់យើងនឹងបញ្ជូនលោកអ្នកអំពីដំណាក់កាលជាមូលដ្ឋានគ្រឹះនៃការចិញ្ចឹមមាន់យកសាច់នេះវាពិតជាអញ្ចឹងហើយមិត្តទាំងអស់គ្នាវាមិនពិបាកទេតែនេះត្រូវការចងចាំនៅមូលដ្ឋានគ្រឹះមួយចំនួនមានដូចជាការជ្រើសរើសទីតាំងចិញ្ចឹមការត្រៀមសម្ភារៈនិងការសាងសង់ទ្រុងការរើសពូជនិងការចិញ្ចឹមការផ្ដល់ចំណីការចាក់ថ្នាំការពារនិងការទម្លាក់ព្រូនការលក់មាន់សូមបញ្ជាក់ថារាល់មូលដ្ឋានគ្រឹះទាំងអស់នេះក៏មានបង្ហាញផងដែរនៅក្នុងសៀវភៅណែនាំអំពីបច្ចេកទេសស្ដីពីការចិញ្ចឹមមាន់ស្រុកផលិតដោយគម្រោងបង្ហាញបច្ចេកវិទ្យានៅតំបន់ទន្លេសាបដែលអាចរកបានពី website www.tsdcambodia.org សៀវភៅនេះគឺជាចំណេះដឹងបន្ថែមដ៏មានសារៈសំខាន់ទៅលើខ្សែវីដេអូនេះបើសិនជាអ្នកចង់បាននូវការយល់ដឹងកាន់តែច្រើនអំពីការចិញ្ចឹមមាន់ស្រុកអ្នកអាចរកវាបានផងដែរពីអ្នកជំនាញកសិកម្មនៅប្រចាំខេត្តឬស្រុករបស់អ្នកជាការចាប់ផ្ដើមអ្នកត្រូវការត្រៀមនៅសម្ភារៈមួយចំនួននេះត្រូវការដីធំល្មមបង្គោលឈើឬបន្ទះឫស្សីសំណាញ់សំបកបាវស្បូវស្លឹកត្នោតតាំងកសីស្នុកទឹកស្នុកចំណីបង្គីឬល្អីកំបោរនិងថ្នាំសម្លាប់មេរោគចំណាយសរុបអស់ប្រមាណជា 10,000 រៀលប៉ុន្តែឈប់ប្រហែលជាអស់ច្រើនជាងនេះព្រោះអ្នកនៅចំណាយទិញកូនមាន់វ៉ាក់សាំងនិងចំណីទៀតយើងនឹងបង្ហាញពីចំណុចនេះនៅពេលក្រោយជាដំបូងយើងមកមើលពីរបៀបសង់ទ្រុងមាន់សិនវាប្រហែលជាត្រូវការឲ្យអ្នកចំណាយពេលយ៉ាងតិចក៏មួយថ្ងៃដែរក្នុងការសង់ទ្រុងតូចល្មមឥឡូវសូមពិនិត្យមើលទីតាំងសង់ទ្រុងមាន់ត្រូវមានទីធ្លាទូលាយខ្ពស់មានខ្យល់អាកាសល្អនិងស្ងួតសម្រាប់ការចិញ្ចឹមមាន់ចំនួន20ក្បាលត្រូវការដីពី60ទៅ80ម៉ែត្រការ៉េទីធ្លាចិញ្ចឹមត្រូវមានពណ៌សំណាញ់កុំឲ្យមាន់ចេញទៅក្រៅបានជៀសវាងការឆ្លងជំងឺទ្រុងត្រូវមានទទឹង5ម៉ែត្រនិងបណ្ដោយ10ម៉ែត្រហើយត្រូវសង់ឲ្យខ្ពស់ផុតពីដីងាយស្រួលបោសសម្អាតលាមកមាន់បាតនិងជញ្ជាំងទ្រុងអាចធ្វើពីបន្ទះឫស្សីឬសំណាញ់ដែកបាតទ្រុងត្រូវក្រាលអង្កាមឬកំទេចអាចរណាដើម្បីរក្សាកម្ដៅនៅតាមជញ្ជាំងនិងដំបូលត្រូវដាក់សំបកបាវឬក្រដាសដើម្បីកាត់បន្ថយកម្ដៅនៅពេលថ្ងៃនិងពេលយប់យើងអាចធ្វើដំបូលដោយប្រក់ស្បូវឬស្លឹកត្នោតនិងមានទ្វារដែលធ្វើពីឈើឬឫស្សីក្នុងទ្រុងក៏ត្រូវមានទ្រនំឬរៀនសម្រាប់មាន់ដេងដែលមានកម្ពស់ប្រហែល7តឹងប៉ុន្តែត្រូវធ្វើឲ្យទាបជាងសំបុកក្រាបពងនិងត្រូវធ្វើចណ្ដើរសម្រាប់ឡើងផងដែរបាទកូនមាន់យើងលក្ខណៈធ្វើត្រង់នោះយើងធ្វើខុសពីមាន់ធំដោយសារកូនមាន់វាត្រូវការកម្ដៅដើម្បីឲ្យទ្រទ្រង់ខ្លួនកាយរបស់វាឲ្យរឹងមាំអញ្ចឹងយើងធ្វើត្រង់តូចហើយយើងដាក់ប្រកាំងវាហើយបើសិនជាយើងពុំមានលទ្ធភាពទេយើងអាចដាក់មេសម្រាប់ឲ្យវាក្រុងបានមួយអាទិត្យអីទៅក៏យើងចេញបើសិនជាយើងចង់លះឲ្យមេរបស់វាឆាប់រោឈ្មោលយើងដាក់ដោយឡែកហើយយើងអាចផ្ដល់កម្ដៅវានៅពេលយប់យើងអាចដុតធ្យូងឬក៏យើងអាចប្រើជាការរយៈអីហ្នឹងដើម្បីកម្ដៅរបស់វាកាលណាកម្ដៅបានល្អកូនមាន់របស់វាហ្នឹងមានរឹងមាំហេឥឡូវនេះអ្វីមានអស់ហើយប៉ុន្តែចុះឯណាទៅកូនមាន់ជាទូទៅពូជមាន់ក្នុងស្រុកមានលក្ខណៈសមស្របសម្រាប់ស្ថានភាពកសិករនាពេលបច្ចុប្បន្នបើអ្នកចិញ្ចឹមចង់បានផលិតកម្មសាច់ខ្ពស់និងលូតលាស់លឿនត្រូវយកពូជមាន់ក្នុងស្រុកបង្កាត់ជាមួយពូជកូនកាត់នាំចូលឬមាន់បិសាប៉ុន្តែត្រូវរើសពូជនាំចូលណាដែលមានសម្បុរប្រហាក់ប្រហែលនឹងពូជក្នុងស្រុកព្រោះវាមានតម្រូវការទីផ្សារខ្ពស់
ការជ្រើសរើសមន់មកចិញ្ចឹមមាន3ប្រភេទគឺការជ្រើសរើសកូនមន់បាមន់និងមេមន់ចំពោះកូនមន់ត្រូវជ្រើសរើសមន់ណាដែលមានរាងល្អឃ្លាវខ្លានិងជើងពណ៌លឿងហើយដែលមានប្រភពចេញមកពីមេបាដែលមានសុខភាពល្អកូនមន់ដែលមានរោមស្អិនពោះធ្លាក់និងពណ៌ខៀវមិនត្រូវយកមកចិញ្ចឹមទេជាការប្រសើរអ្នកចិញ្ចឹមគួរទិញកូនមន់ពីកន្លែងភ្ញាស់កូនមន់របស់កសិករដែលគាំទ្រដោយគម្រោង TSSD ឬ TSTD ពីព្រោះមានការចាក់វ៉ាក់សាំងត្រឹមត្រូវរួចជាស្រេចចំណែកឯការជ្រើសរើសបាមន់វិញត្រូវរកបាដែលមានសុខភាពល្អមានជើងពណ៌លឿងមានទម្ងន់2គីឡូកន្លះនិងអាយុចាប់ពី9ខែឡើងទៅតែមិនឲ្យលើសពី3ឆ្នាំហើយមានប្រភពពីមេបាដែលមានកូនច្រើននិងគ្មានជំងឺឆ្លងការជ្រើសរើសមេមន់គឺយកមេមន់ដែលគ្មានជំងឺខ្លាំងមាំមួនមានជើងពណ៌លឿងនិងមានអាយុចាប់ពី7ខែឡើងទៅដោយមានទម្ងន់ 1.7 គីឡូក្រាមមេមន់នោះត្រូវមានប្រភពចេញពីមេបាណាដែលអាចផ្ដល់កូន4សារក្នុងមួយឆ្នាំនិងមានពងចាប់ពី10ទៅ12ពងដោយមានអត្រាញាស់ចាប់ពី8ក្បាលឡើងទៅមេនិងបាមន់គួរមានស្រកាជើងក្រាស់ល្អជើងមាំសេក្រហមស្បែកកស្ដាងទន់បាមួយសម្រាប់តែមេពី5ទៅ7ក្បាលប៉ុណ្ណោះប៉ុន្តែជាការប្រសើរដាក់បាមួយជាមួយនឹងមេ6ក្បាលយើងត្រូវជ្រើសរើសកូនពី2ទៅ3ក្បាលពីមេបាល្អក្នុងមួយចំនួនសម្រាប់ទុកពូជល្អ កាលពីដំបូងខ្ញុំអត់ដឹងហើយខ្ញុំដាក់ឈ្មោលមួយមេ20ដល់ពេលមេវាទៅក្រាបបដាល់ឲ្យវាអត់ញាស់ខាតពងមន់ខ្ញុំ10សបុក យើងត្រូវបែកចែកប្រភេទមន់អាយុកាលរបស់មន់បាទមន់ធំបាទថាមន់សម្រាប់ពងហ្នឹងយើងដាក់ម្លែកហើយមន់ជំទួងយើងដាក់ម្លែកហើយកូនមន់យើងបែកជាពិសេសយើងមិនឲ្យវានៅជាមួយគ្នាកាលណាវានៅផ្ដុំគ្នាការស៊ីចំណីរបស់វាមិនបានស្មើគ្នាទេអញ្ចឹងត្រូវយើងចែកទៅតាមប្រភេទអាយុរបស់វាកូនមន់មន់ជំទួងហើយមន់យើងប្រដពងលក្ខណៈជ្រើសពូជហ្នឹងកោការរបស់បច្ចេកទេសគេមិនឲ្យទុកវាអាយុលើសពី3ឆ្នាំនេះចឹងទាំងមេទាំងឈ្មោលបាទលក្ខណៈជន់ឈាមនេះបានន័យថាកូនរបស់បាហ្នឹងសារទី1សារទី2បានណាវាធំឬសារទី3ហ្នឹងអាបារបស់វាឪពុករបស់វាហ្នឹងជន់អាកូនហ្នឹងដែរអញ្ចឹងកាលណាជន់ឈាមហ្នឹងការលូតលាស់ក៏ល្អហើយការញាស់មកចង្កាត់ក្រិនកាពៀតដៃកាពៀតជើងចង្កាល់រុនគូតវាអត់មានគុណអាចចង្កាល់ចំពោះវាបាទនេះជាលក្ខណៈជន់ឈាមអញ្ចឹងក្នុងបច្ចេកទេសនៃការចិញ្ចឹមហ្នឹងគេប្រយ័ត្នណាស់ក្នុងការជន់ឈាមហើយមួយទៀតកសិករភាគច្រើនគាត់ច្រើនទៅទុកដូចថាគាត់មើលក្នុងសបុកគាត់ហ្នឹងបើសិនជាឃើញមន់ល្អអញ្ចឹងមេឈ្មោលល្អហ្នឹងគាត់ទុកអញ្ចឹងអាឈ្មោលនឹងមីមេហ្នឹងវាត្រូវបងប្អូនបង្កើតអញ្ចឹងវាជន់គ្នាកាលណាជន់គ្នាគេហៅថាជន់ឈាមជិះវៀងនៃការជន់ឈាមឧទាហរណ៍យើងអាចទុកក្នុងសបុករបស់យើងហ្នឹងយើងអាចបើសិនជាយើងទុកមេយើងត្រូវអត់ឲ្យទុកបាទេយើងយកបាទៅលក់ទៅយើងអាចទិញបាជ្រើសរើសបាពីក្រៅយកមកទៀតយកមកចិញ្ចឹមបើសិនជាយើងទុកបាឃើញថាបាយើងល្អយើងត្រូវចាប់មេហ្នឹងយើងទៅលក់ហើយយើងទិញមេពីក្រៅយកមកដាក់ចិញ្ចឹមបាទប៉ុន្តែក្នុងការហ្នឹងត្រូវតែយើងជ្រើសរើសប្រយ័ត្នប្រយែងតាក់ទងប្រយ័ត្នវាប៉ះពាល់ទៅនឹងជំងឺឆ្លងយើងត្រូវពិនិត្យមិនឲ្យដឹងទៅវាសុខភាពល្អមើលណែកូនមន់របស់យើងបានចូលមករស់នៅក្នុងផ្ទះថ្មីហើយឥឡូវនេះបែបឃ្លានហើយតាមធម្មតាមន់ត្រូវផ្ដល់ចំណីបានពី2ទៅ3ដងក្នុងមួយថ្ងៃដោយលេខបញ្ចូលគ្នារវាងចំណីបើ 50% និងមុខចំណីមានកន្ទក់ចុងអង្ករស្រូវជាដើមចំនួន 50% ដែរប្រសិនបើយើងមិនចង់ទិញចំណីឧស្សាហកម្មយើងក៏អាចផ្សំចំណីដោយខ្លួនឯងបានដែរដោយប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងតំបន់របស់យើងនិងផ្សំឲ្យមានប្រូតេអ៊ីនប្រមាណ 19% ការផ្ដល់ចំណីហ្នឹងយើងត្រូវការសារធាតុទាំងអស់4យ៉ាងទី1គឺសារធាតុគេហៅថាប្រូតេអ៊ីនបាទប្រូតេអ៊ីនហើយទី2ហៅថាសារធាតុធម្មពលទី3ហៅថាពពួកវីតាមីនហើយជីវជាតិហើយទី4ហៅថាពួកមីនរ៉ែលសមាសធាតុចំណីដែលមានសារធាតុទាំងនោះរួមមានមុខចំណីដែលសម្បូរជាតិសាច់ឬប្រូតេអ៊ីនអាចមាននៅក្នុងកាកសណ្តែកសៀងស្លឹកកន្ធំថេតស្លឹកដំឡូងឈើម្សៅត្រីជន្លេនកង្កែបសត្វល្អិតផ្សេងសារធាតុប្រូតេអ៊ីននេះមានសារៈសំខាន់ណាស់ក្នុងការជួយឲ្យការលូតលាស់សាច់និងការផលិតពងរបស់មាន់បានល្អមុខចំណីដែលសម្បូរថាមពលមាននៅក្នុងពោត
កន្ទក់ចុងអង្ករកាកដូងសំណល់បន្លែផ្លែឈើដំឡូងជ្វាពពុះស្ករត្នោតកាកសំណល់ប្រេងខ្លាញ់ជាដើមចំណីនេះអាចជួយធម្មពលក្នុងការរស់នៅការស៊ីចំណីនិងការធ្វើចលនាមុខចំណីដែលសម្បូរសារធាតុរ៉ែមានក្នុងសម្បកខ្យងខ្ចៅឆ្អឹងត្រីសម្បកងាវម្សៅ DCP និងអំបិលជាដើមសារធាតុនេះជួយឲ្យឆ្អឹងមាន់លូតលាស់និងបង្កើតសម្បកស៊ុតបានល្អបាទខ្យងខ្ចៅគឺពពួកមីនរ៉ែអញ្ចឹងអាខ្យងខ្ចៅនេះវាជួយឲ្យមាន់ហ្នឹងមានគ្រប់ឆ្អឹងល្អមកទន់ហើយជួយដល់សម្បកពងមកវាអត់កម្ឲ្យសម្បកពងវាទន់ពពួកកាល់ស្យូមនេះក៏វាស្ថិតនៅក្នុងហៅថាពួកមីនរ៉ែដែរកាល់ស្យូមហើយនិងផូស្វ័រហ្នឹងគឺធ្វើឲ្យកាលណាខ្វះវាឲ្យផ្នែកវាល្ងិតដែរហើយនឹងទន់ដៃទន់ជើងវាអត់លូតលាស់បាទវាក្រិនហើយនឹងអាចជ្រុំទៀតចំណីដែលសម្បូរទៅដោយវីតាមីនមានដូចជារុក្ខជាតិបៃតងស្មៅធាងស្ពៃត្រកួនចកជាដើមកសិករគួរធ្វើថ្នាលដាំស្មៅនិងត្រកួននៅជិតទ្រុងមាន់ក្នុងការងាយស្រួលផ្ដល់ចំណីបែបនេះឲ្យមាន់ចាលីចំណីមាន់ជាមួយដើមចេកកន្ទក់និងកញ្ចុងអង្ករចាខ្ញុំលីទេដើម្បីកាត់បន្ថយកុំឲ្យយើងចុះលុយខាងពេកមួយថ្ងៃខ្ញុំលាយ2ដងព្រោះអីខ្ញុំដាក់ឲ្យរៀងច្រើននឹងស្នូកទៅឲ្យវាស៊ីវល់ល្ងាចក្រៅពីលាយនេះទៅយើងអាចយកស្រូវទៅទេយកមកបោះឬក៏ដាក់ស្នូកជាប្រចាំឲ្យវាចឹកយើងមានកូនត្រីកូនអីយើងអាចបាច់ឲ្យស៊ីម្ដង2ដងបានដែរក្នុងមួយអាទិត្យពេលខ្ញុំរកចំណីរកត្រីអត់បានឲ្យវាស៊ីអញ្ចឹងខ្ញុំរកខ្យងយកមកវាយឲ្យវាស៊ីដែរបន្លែប្លុកដូចជាស្លឹកបាសស្លឹកផ្ទីយើងបោចបោះទៅវាចឹកវាស៊ីដើម្បីឲ្យមានចំណីពណ៌បៃតងកុំឲ្យវាខ្វះជាតិយើងគួរមានចំណីបំពន់សម្រាប់ឲ្យមាន់ស៊ីទៀនដូចជាជន្លិនក្រហមព្រោះវាសម្បូរទៅដោយប្រូតេអ៊ីនសម្រាប់ឲ្យមាន់លូតលាស់ល្អហើយកសិករអាចចិញ្ចឹមជន្លិនក្រហមដោយខ្លួនឯងបានក្រៅពីចំណីមាន់ត្រូវការទឹកគ្រប់ពេលវេលាដើម្បីលូតលាស់និងផលិតកម្មពងរបស់វាបានល្អមាន់អាចស្លាប់បើមិនបានផឹកទឹករយៈពេល24ម៉ោងយើងត្រូវដាក់ស្នូកទឹកឲ្យបានច្រើនក្នុងរោងចិញ្ចឹមមេមាន់10ក្បាលត្រូវការទឹកយ៉ាងតិច4លីត្រក្នុងមួយថ្ងៃឯកូនមាន់10ក្បាលត្រូវការទឹក1កែវហើយទឹកត្រូវស្អាតជានិច្ចហេមើលអាមួយនេះមិនក៏វារៀងតូចជាងគេហើយមិនសូវធ្វើចលនាអញ្ចឹងវាឈឺទេដឹងទេមាន់អាចចម្លងជំងឺយ៉ាងរហ័សពីមួយទៅមួយតាមរយៈកាកសំណល់លាមកនិងទឹកសម្បោរពេលខ្លះអ្នកចិញ្ចឹមមិនអាចមើលដឹងថាមាន់មួយណាមានផ្ទុកជំងឺឡើយដូច្នេះចំណេះដឹងជាមូលដ្ឋានដ៏សំខាន់ក្នុងការចិញ្ចឹមមាន់សាច់កសិករត្រូវយល់ដឹងឲ្យបានច្បាស់ពីការធ្វើអនាម័យនិងគោលការណ៍ការពារជំងឺដំបូងយើងមកមើលការធ្វើអនាម័យសិនគឺត្រូវសម្អាតព្រៃជុំវិញកន្លែងចិញ្ចឹមលុបដីក្រឡុកដែលមានដក់ទឹកក្រាលបាតទ្រុងជាមួយអង្កាមឬអាចរណាបោសសម្អាតនិងកាប់លាមករៀងរាល់ថ្ងៃសម្រាប់មេរោគយ៉ាងតិចមួយសប្តាហ៍ម្ដងដោយបាញ់កំបោរសឬបាញ់ថ្នាំ TH4 សម្រាប់មេរោគចាជារៀងរាល់ព្រឹកខ្ញុំប្រមូលអាចមាន់យកទៅធ្វើជីកំប៉ុស្តដើម្បីបាច់ស្រែខ្ញុំនិងផលដំណាំខ្ញុំអាចកាត់បន្ថយថវិកាដែលខ្ញុំទិញជី 70% ត្រូវផ្លាស់ប្ដូរទឹកថ្មីមួយដងក្នុងមួយថ្ងៃមិនត្រូវឲ្យមាន់ផឹកទឹកកខ្វក់និងមិនត្រូវផ្ដល់ចំណីផ្អូមដ៏ផ្សិតឲ្យមាន់ស៊ីទេការចិញ្ចឹមមាន់ទឹកសំខាន់ណាស់ព្រោះទឹកវាជួយក្នុងការរំលាយអាហាររបស់មាន់ព្រោះមាន់ហៅថាមាន់ជាពពួកបាក់សីអញ្ចឹងវាត្រូវការទឹកការជំនួយក្នុងការរំលាយអាហារចំណែកឯការធ្វើអនាម័យការពារការឆ្លងជំងឺពីខាងក្រៅមិនត្រូវឲ្យមនុស្សពីខាងក្រៅពិសេសអ្នកទិញមាន់ចូលក្នុងទ្រុងឡើយជៀសវាងការឆ្លងជំងឺពីកន្លែងផ្សេងការចេញចូលក្នុងទ្រុងត្រូវសម្លាប់មេរោគដោយជ្រលក់ស្បែកជើងក្នុងធុងទឹកកំបោរឬបាញ់ថ្នាំសម្លាប់មេរោគជាមុនសិនបើមានមាន់ងាប់ត្រូវកប់ដោយបាញ់កំបោរពីលើឬដុតចោលនិងដាច់ខាតមិនត្រូវបរិភោគមាន់ដែលងាប់ឡើយបន្ទាប់ពីការធ្វើអនាម័យហើយកសិករក៏ត្រូវមានការយល់ដឹងអំពីវិធីការពារជំងឺឲ្យបានត្រឹមត្រូវដែរព្រោះជំងឺភាគច្រើនមិនអាចព្យាបាលបានទេដូច្នេះវិធីដែលល្អបំផុតគឺការចាក់ថ្នាំបង្ការចាក់វ៉ាក់សាំងជាមុនសិនមាន់ដែលអាចចាក់វ៉ាក់សាំងបានគឺនៅពេលវាមានសុខភាពល្អសូមចងចាំថាវ៉ាក់សាំងមួយប្រភេទអាចការពារជំងឺបានតែមួយមុខប៉ុណ្ណោះ
ចំណែកវិធីប្រើក៏ខុសគ្នាដែរដូច្នេះយើងត្រូវដឹងឲ្យច្បាស់ពីវិធីប្រើនិងកម្រិតប្រើរបស់វាត្រូវចាក់ថ្នាំការពារដល់មាន់ទាំងអស់និងចាក់ឲ្យបានទៀងទាត់បើវ៉ាក់សាំងនៅសល់ត្រូវដុតចោលកុំទុកប្រើបន្តត្រូវកត់ត្រាចំនួនមាន់ដែលបានចាក់វ៉ាក់សាំងឲ្យបានទៀងទាត់ មើលនេះណែនេះជាតារាងកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺមាន់ចាក់វ៉ាក់សាំងយូកាពេលកូនមាន់អាយុបាន3ទៅ5ថ្ងៃដែលនៅក្នុងភ្នែកឬច្រមុះចាក់វ៉ាក់សាំងអុតមាន់ពេលកូនមាន់មានអាយុបាន7ទៅ10ថ្ងៃដែលជួសស្លាប់ចាក់វ៉ាក់សាំងអាសន្នរោគពេលមាន់អាយុបាន2ខែដែលចាក់សាច់ដុំទ្រូងក្នុងករណីដែលមានទុកធ្វើមេបាត្រូវចាក់វ៉ាក់សាំងរំលឹករៀងរាល់ពី5ទៅ6ខែម្ដង ចំពោះកម្មវិធីទម្លាក់ព្រូនឲ្យមាន់គឺលើកទី1ទម្លាក់នៅពេលមាន់មានអាយុ1ខែនិងរំលឹកឡើងវិញនៅរយៈពេលពី2ទៅ3ខែបន្ទាប់គេអាចប្រើមេបង់ដាសុលសម្រាប់ទម្លាក់ព្រូនមាន់ដោយមួយគ្រាប់សម្រាប់មាន់រស់ទម្ងន់សរុប5គីឡូក្រាម ការទម្លាក់ព្រូនយើងរៀងរាល់3ខែទម្លាក់ម្ដងការដែលយើងផ្ដល់ចំណីបើសិនជាចំណីយើងផ្សំស្រេចយើងទិញពីផ្សារមកវាអត់សូវប៉ះពាល់ទៅលើឪពុកព្រូនប្រហែលតែបើសិនជាចំណីដែលកសិករផ្សំដោយខ្លួនឯងដូចជាគាត់ឲ្យខ្យងខ្ចៅឬត្រីឬអីដាច់ខាតតែរៀងរាល់3ខែយើងត្រូវតែទម្លាក់ព្រូនវាម្ដង ការចិញ្ចឹមមាន់យកសាច់មានរយៈពេល3ខែកន្លះពេលនោះមាន់អាចមានទម្ងន់ជាមធ្យម 1.2 គីឡូក្រាមមាន់ស្រែរស់មានតម្លៃជាមធ្យមក្នុង1គីឡូក្រាម 2.50,000 រៀលវាអាស្រ័យទៅតាមតម្លៃទីផ្សារ អស់រយៈពេល5ខែបានមាន់150ក្បាលតែឥឡូវខ្ញុំចាប់លក់អស់60ក្បាលហើយបានលុយ1លានកន្លះខ្ញុំសប្បាយចិត្តណាស់ពេលបានលុយមកពីការលក់មាន់ហើយខ្ញុំសប្បាយចិត្តនិងពេញចិត្តចែកអំលែកបទពិសោធន៍នេះជូនបងប្អូន សូមកុំភ្លេចអ្នកអាចទទួលបានព័ត៌មានបន្ថែមនៅក្នុងសៀវភៅណែនាំបច្ចេកវិទ្យាស្តីពីការចិញ្ចឹមមាន់ស្រុកផលិតដោយគម្រោងបង្ហាញបច្ចេកវិទ្យានៅតំបន់ទន្លេសាបដែលអ្នកអាចរកបានពី website www.tsdcambodia.org សៀវភៅនេះនឹងផ្ដល់ឲ្យអ្នកនៅព័ត៌មានលម្អិតបន្ថែមទៅលើវីដេអូដែលអ្នកបានមើលនេះ សៀវភៅនេះក៏អាចជួយអ្នកក្នុងការចិញ្ចឹមមាន់ស្រុកជាលក្ខណៈទ្រង់ទ្រាយធំផងដែរ